ជួយយួនខ្ញុំបានរំលឹកឯកឧបសាសថាខ្ញុំជួយយួនរហូតដល់អស់រាជបល្ល័ង្ករហូតដល់ចំពោះលោកដល់ករីម៉ាតាអិនតាំជេងហេងចក្រពត្តិនិយមអាមេរិកទម្លាក់ខ្ញុំយកខ្ញុំទៅជំរះដែលខ្ញុំជាអ្នកផ្នែកអាជាតិខ្ញុំជួយយួនដោយសារតែយួនប្រយុទ្ធយកឯករាជ្យឲ្យមាតុភូមិខ្លួនហើយចង់ឲ្យមាតុភូមិខ្លួនបានរួមមកគ្នាជាទ្រង់មួយគឺវៀតណាមខាងជើងនិងវៀតណាមខាងត្បូងយួនជាមនុស្សកពើវាជាកពើអកតញ្ញូប្រមាថខ្ញុំមួយថ្ងៃនិយាយទាំងអស់ហើយមិនចេះចាប់ខ្ញុំបានរំលឹកឯកឧបសាសថាយួនជាមនុស្សកពើវាជាកពើអកតញ្ញូប្រមាថខ្ញុំមួយថ្ងៃនិយាយទាំងអស់ហើយមិនចេះចាប់នរោត្តមសីហនុបានសុំក្រឡុំនិងចងពៀនមេត្រីយ៉ាងជិតស្និទ្ធជាមួយមេយួនកុម្មុយនីសវៀតកុងឈ្មោះងៀងហ៊ូថូដោយហេតុនរោត្តមសីហនុបានខុបខិតសំគំនិតជាមួយយួនកុម្មុយនីសដូចនេះហើយទើបខ្លួនឲ្យដកលែងអស់ឆ្លើយវៀតកុងនិងយួនខាងជើងជាច្រើនរយនាក់ដែលកងទ័ពជាតិខ្មែរយើងចាប់បាននៅលើទឹកដីខ្មែរលោកឧត្តមសេនីយ៍លន់នល់នាយករដ្ឋមន្ត្រីលោកបានពិនិត្យឃើញផ្ទាល់នៅស្ថានភាពជាក់ស្ដែងដែលអាចនាំឲ្យប្រទេសយើងមានគ្រោះថ្នាក់យ៉ាងធ្ងន់បណ្ដាលមកពីពួកយួនវៀតកុងនិងយួនខាងជើងតាំងមូលដ្ឋានយ៉ាងមាំមួននៅលើទឹកដីខ្មែរយើងនេះប្រជារាស្ត្រខ្មែរឈឺចាប់នឹងការរំលោភជិះជាន់របស់យួនវៀតកុងនិងយួនកុម្មុយនីសខាងជើងដែលប្រើអំណាចឃោរឃៅមកតាំងមូលដ្ឋានទ័ពនៅលើទឹកដីរបស់ខ្លួនទើបនាំគ្នាធ្វើបាតុកម្មនៅថ្ងៃទី11មិនិនា1970នៅមុខស្ថានទូតវៀតកុងនិងវៀតណាមខាងជើងដើម្បីទាមទារឲ្យពួកវាដកកងទ័ពនិងមូលដ្ឋានយោធាចេញឲ្យផុតពីប្រទេសកម្ពុជាយ៉ាងប្រញាប់បាតុកម្មនេះបានធ្វើឲ្យអ្នកតំណាងរាស្ត្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងសភាទាំងពីរបានរួមប្រជុំគ្នាជាបន្ទាន់ដើម្បីរកការដោះស្រាយនៅស្ថានភាពដ៏តានតឹងនេះហើយសូមឲ្យរដ្ឋាភិបាលប្រតិបត្តិជាតិដែលមានលោកឧត្តមសេនីយ៍លន់នល់ជានាយកចាត់វិធានការយ៉ាងណាឲ្យយួនវៀតកុងនិងយួនកុម្មុយនីសខាងជើងដកមូលដ្ឋានយោធារបស់ខ្លួនចេញឲ្យអស់ដោយគោរពតាមឆន្ទៈរបស់ប្រជារាស្ត្ររដ្ឋាភិបាលប្រតិបត្តិជាតិក៏បានស្នើសុំតាមមធ្យោបាយសន្តិភាពដល់អ្នកទទួលខុសត្រូវវៀតកុងនិងវៀតណាមខាងជើងឲ្យដកទ័ពនិងមូលដ្ឋានយោធារបស់ខ្លួនចេញពីទឹកដីខ្មែរចំពោះអាយុជិតទៅប្រជារាស្ត្រខ្មែរមានកំហឹងយ៉ាងខ្លាំងចំពោះការរំលោភរបស់យួនវៀតកុងនិងយួនកុម្មុយនីសខាងជើងមកលើបូរណភាពទឹកដីកម្ពុជាទើបធ្វើបាតុកម្មជាបន្តបន្ទាប់គ្នានៅមុខមន្ទីររដ្ឋសភាជាតិតវ៉ាឲ្យរដ្ឋាភិបាលរិះរកវិធានការបោះសម្អាតមូលដ្ឋានយោធារបស់យួនវៀតកុងនិងយួនខាងជើងឲ្យអស់ពីទឹកដីខ្មែរលោកអិនតាំប្រធានរដ្ឋសភាបានទទួលសំណូមពររបស់បាតុករឲ្យសន្យាថានឹងនាំសំណូមពរនេះទៅជូនរដ្ឋាភិបាលឲ្យចាត់វិធានការតាមផ្លូវច្បាប់មានគំនិតរំលោភនៃដីអាយុតែនៅពេលនោះនរោត្តមសីហនុបែរជាប្រឆាំងនឹងសម្លេងប្រជារាស្ត្រខ្មែរហើយចេញមុខគាំទ្រយួនវៀតកុងនិងយួនកុម្មុយនីសខាងជើងទៅវិញហេតុនេះនរោត្តមសីហនុបានឈ្មោះថាជាអ្នកក្បត់នឹងប្រជារាស្ត្រខ្មែរពិតៗដោយខ្លួនមិនព្រមគោរពឆន្ទៈរបស់រាស្ត្របែរជាទៅកាន់ជើងយួនវៀតកុងនិងយួនកុម្មុយនីសខាងជើងទៅវិញដោយអនុវត្តទៅតាមរដ្ឋធម្មនុញ្ញជាតិសភាទាំងពីរដែលបានរួមប្រជុំនៅថ្ងៃទី18មិនិនា1970បានអនុម័តជាឯកច្ឆន្ទដកសេចក្តីទុកចិត្តទម្លាក់នរោត្តមសីហនុពីតំណែងប្រមុខរដ្ឋកម្ពុជាចាប់ពីថ្ងៃទី18មិនិនា1970វេលាម៉ោង13គត់ទៅនរោត្តមសីហនុត្រូវអស់តំណែងជាប្រមុខរដ្ឋប្រទេសកម្ពុជាទៀតហើយ
ដោយស្របទៅតាមរដ្ឋធម្មនុញ្ញជាតិលោកជេងហេងប្រធានរដ្ឋសភាត្រូវបានទទួលការតែងតាំងជាប្រមុខរដ្ឋខ្មែរលោកបានអញ្ជើញមកធ្វើសេចក្ដីប្រណិធានចំពោះសមាជិកសភាទាំងពីរសមាជិករដ្ឋាភិបាលនិងចំពោះមុខអ្នកការទាំងអស់មន្ត្រីសង្ឃគ្រប់ឋានៈនិងប្រជារាស្ត្រខ្មែរទូទាំងប្រទេសបានគាំទ្ររដ្ឋាភិបាលស្រោចស្រង់ជាតិរបស់លោកឧត្តមសេនីយ៍លន់នល់ដោយសោមនស្សគ្រប់គ្នានរោត្តមសីហនុបានសុំក្រឡុំនិងចងស្ពានមេត្រីយ៉ាងជិតស្និទ្ធជាមួយមេយួនកុម្មុយនីសយាកុងឈ្មោះមៀងហ៊ូថូដោយហេតុនរោត្តមសីហនុបានខុបខិតសំគំនិតជាមួយយួនកុម្មុយនីសដូចនេះហើយទើបខ្លួនឲ្យដកលែងអស់ឆ្លើយយាកុងនិងយួនខាងជើងជាច្រើនរយនាក់ដែលកងទ័ពជាតិខ្មែរយើងចាប់បាននៅលើទឹកដីខ្មែរលោកឧត្តមសេនីយ៍លន់នល់នាយករដ្ឋមន្ត្រីលោកបានពិនិត្យឃើញផ្ទាល់នៅស្ថានភាពជាក់ស្ដែងដែលអាចនាំឲ្យប្រទេសយើងមានគ្រោះថ្នាក់យ៉ាងធ្ងន់បណ្ដាលមកពីពួកយួនយាកុងនិងយួនខាងជើងតាំងមូលដ្ឋានយ៉ាងមាំមួននៅលើទឹកដីខ្មែរយើងនេះប្រជារាស្ត្រខ្មែរឈឺចាប់នឹងការ